មានវ៉ែនតានេះមួយអែមែនតើមិនចាំបាច់យើងកាន់ទេបងអូនយើងពាក់ទៅបានមើលផ្លូវឲ្យថតឥឡូវប្តីខ្ញុំឲ្យជិះទៅមុខថតជីបងអូនណាងាកមើលប្តីកន្លែងនេះដូចមានបន្លាយអញ្ចឹងបងអូនតាគេធំមែនតើណាហើយគេធ្វើផ្លូវឲ្យយើងសម្រាប់ជិះលេងឬដើរហាត់ប្រាណអញ្ចឹងទៅហើយកន្លែងនេះដែរទៅមុខបន្តិចគឺមានកន្លែងក្មេងលេងអញ្ចឹងណាបងអូនម៉ាក់ប៉ាគេថ្ងៃសៅរ៍អាទិត្យអញ្ចឹងគេនាំមកលេងនៅកន្លែងក្មេងៗអញ្ចឹងមើលចាស់បងអូនណាបឹងធំមែនតើហើយគេដាក់ផ្លូវជិះហ្នឹងយើងឆ្នុកជិះលេងដើរហាត់ប្រាណអីទៅហើយមើលកងាណាបងអូនហើយនឹងទាហើយអាចឡើងឆោនបងអូននៅពេញផ្លូវហ្នឹងមានអីបងអូនថតទេសភាពឲ្យបងអូនមើលអញ្ចឹងគេណានៅមុខនោះ background កន្លែងក្មេងលេងបងអូនហើយក្មេងច្រើននៅអាមេរិកនេះបងអ្នកដែលមានកូនគឺខិតខៀមមែនតើមានន័យថាគេមានពេលសម្រាប់កូនគេជូនទៅនេះជូនទៅនោះនាំដល់លេងនាំអីចឹងទៅព្រោះគេយកពេលហ្នឹងនៅជាមួយកូនគេឲ្យច្រើនអញ្ចឹងណាតន់កូនគេទូចអញ្ចឹងទៅតែអាយុ18ឡើងទៅគឺគេមានសេរីភាពបងអូនគេចង់ទៅណាក៏បានដែរស្រ័យតែគេអញ្ចឹងទៅអញ្ចឹងគ្មានភាពនៅចិត្តឪពុកម្ដាយទៀតទេអញ្ចឹងពីទូចហ្នឹងទៅគឺគេខិតខៀឲ្យគេបើនិយាយទៅគេយកពេលវេលាដែលនៅជាមួយកូនគេមានពេលច្រើនចឹងទៅហើយគេនាំកូនគេដើរលេងទៅនេះទៅនោះចឹងទៅបងអូនតែអាយុ18ទៅនៅស្រុកនេះសេរីភាពបងអូនយើងចង់ទៅណាទៅគេម៉ាក់ប៉ាអីក៏គេមិនអាចហាមឃាត់បានដែរគេសេរីភាពបងអូនហើយកូននៅស្រុកនេះតែអាយុ18ឯងបងអូនស្រ័យមិនថាស្រីមិនថាប្រុសឯងបងអូនអាយុ18ទៅគឺខ្លួនគេចង់ទៅណាក៏បានថ្ងៃនេះប្តីខ្ញុំនាំជិះកង់ហ្នឹងទៅកន្លែងការងារគាត់ចឹងទៅមើលចឹងទៅបងអូនឥឡូវនេះចាប់ដើមធ្វើដំណើរទៅពីផ្ទះខ្ញុំមកកន្លែងការងារប្តីខ្ញុំនោះប្រហែលជា 4-5 នាទីបងអូនហើយខ្ជិលជិះកង់មកពីផ្ទះហ្មងបងអូនយកកង់ដាក់ក្នុងឡានទៅហើយយកមកទុកនៅកន្លែងចិត្តទឹកនេះបងអូនចាគឺចិត្តស្ពានហ្នឹងទៅឡានទុកនៅហ្នឹងទៅបងអូនចាហើយយកកង់នេះជីដើរលេងពេញហ្នឹងទៅបងអូនហើយខែនេះឲ្យបងអូនពួកកាំងបកាយស្ទូចត្រីមែនទេចាគឺចូលជាតិគេគឺចូលចិត្តស្ទូចត្រីបងអូនហើយជនជាតិខ្លះគេវាខំមកស្ទូចបងអូនតែត្រីហ្នឹងវាយកទេវាបលេងវិញចឹងទៅហើយឃើញត្រីហ្នឹងយើងចង់ស្ទូចតាមចិត្តគឺអត់បានទេបងអូនសិតទិញ license គេបានអាចស្ទូចបានចឹងទៅបើយើងស្ទូចអត់មាន license ណាប៉ូលីសមកចាប់យើងហើយបងអូនហើយដល់យើងទិញទៀតណាទិញ license ហ្នឹងបានអាចស្ទូចបានចឹងទៅណាឥឡូវនេះខ្ញុំមើលពួកកាំងនៅស្ទូចមួយថ្ងៃឃើញស្ទូចអត់បានទេអត់ដឹងមិនដែរស្ទូចមួយកូនគេចឹងទៅកូនគេស្ទូចតែខ្ញុំឈរមើលមួយថ្ងៃដែរបងអូនចាគឺស្ទូចអត់បានទេឥឡូវនេះខ្ញុំពីអ្នកប្តីខ្ញុំចាប់ដើមធ្វើដំណើរទៅទៀតហើយជីវាលុតហ្នឹងបងអូនហើយខ្ញុំស្មានតែអស់ថ្មហើយតែក៏ខ្ញុំស្រឡំចកតតបងអូនឥឡូវនេះធ្វើដំណើរទៅទៀតបងអូនបាយជួបគ្នានៅវីដេអូក្រោយណាសុខសប្បាយទាំងអស់គ្នាបងអូនណាជីលេងប្តីខ្ញុំកលេចខ្វាច់អូនណាឡានដូចឡានប៉ាហើយមិនប៉ាបងអូនហើយមែនតើនេះគាត់មកដាំបន្លែអញ្ចឹងណាឥឡូវចូលមកលេងគាត់តិចទៅបងអូននៅស្រុកនេះបងអូនហើយដល់យើងផ្សារផ្សំដាំបន្លែដាំអីចឹងហើយណាមួយធម្មជាតិដែរហើយបើយើងទិញគេថ្លៃខ្លាំងមែនតើតែហ្មងបងអូនហើយបន្លែហ្នឹងណាហើយនេះប៉ិនគាត់ដាំចឹងទៅមានធម្មជាតិចឹងទៅក្មេងខ្ញុំគាត់ដាំណាហើយនេះពេលថ្ងៃងាកឡើងគាត់ទៅយកម៉ាក់ពីធ្វើការចឹងទៅមកកន្លែងចំការនឹងទីដែរបងអូនគាត់អាសាបងអូនប៉ាក្មេងម៉ាក់ក្មេងខ្ញុំមកពេលតំណេមិនប្រឡោះទេបងអូនឆ្លៀតធននេះនោះហើយនៅអាមេរិកនេះដឹងស្រាប់ហើយបងអូនបានមកច្រើនក៏យើងចំណាយទៅក៏ច្រើនដែរអញ្ចឹងដល់យើងផ្សាយផ្សំខ្លាំងមែនតើបានយើងសល់ហើយបើសិនណាយើងមិនផ្សាយផ្សំទេគឺចប់ហើយបងអូនអើយយើងធ្វើការបានច្រើនពិតមែនតែចំណាយទៅវិញពេលខ្លះមិនគ្រប់ផងបងអូនចានេះកន្លែងគាត់ដាំនេះគឺធំណាស់បងអូនពីម្ចាស់ហ្នឹងពីអ្នកម៉ាក់មានឈ្មោះចឹងទៅបងអូនហើយមកជូរនេះសិតតែខ្មែរបងអូនហើយសិតដាំសិតខ្មែរដែរចឹងណាបងអូននៅចិត្តហ្នឹងហើយជួលដីគេបងអូនមិនមែនយើងមានដី free ណាបងអូនចាគឺជួលដីគេចឹងទៅដាំចឹងទៅដាំបានតែខែក្តៅនឹងទេមិនខែនឹងទេខែជាក់មកគឺឈប់ដាំហើយខ្ញុំដើរមើលដំណាំខ្មែរយើងខ្លះចឹងណាក្មេកខ្ញុំកំពុងឈូសឆាយធ្វើដាំទៀតហើយគាត់ដាំទ្រាប់ដាំអីចឹងទៅមានគ្រប់មុខបងអូនហើយគាត់មិនចេះនៅទំនេរទេប៉ាក្មេកគាត់រវល់ធ្វើនេះធ្វើនោះគាត់ដាំដំណាំដាំដុះបងអូនគាត់មិនចេះនៅទំនេរទេហើយចេះជីដើរទៅឃើញប៉ាក្មេកលើចូលមកលេងបងអូនអើយអត់បានជួយដាំទេបងអូនពួកអីគាត់ដាំហើយបាយជំរាបលាសុខប្តីជូនទៅញ៉ាំ buffet បងអូនហើយកន្លែងគេតុបតែងបានស្អាតខ្លាំងមែនតើហើយផ្លូវចូលចឹងទៅបងអូនហើយគេរៀបចំសិតឈើទាំងអស់ស្អាតណាស់កន្លែងម្ហូបគឺអត់បានថតទេបងអូនមនុស្សច្រើនពេកអត់ហ៊ានថតកន្លែងប៉ាអែមនេះគឺអត់មានមនុស្សទេចឹងហ៊ានថតបាយបងអូន